លោកឧត្តមសេនីយ៍ត្រីកងសកុននាំយកនៅក្តីស្រឡាញ់និងស្នាមញញឹមជូនដល់កុមារកំព្រាក្នុងមណ្ឌលកុមារកំព្រាខេត្តព្រះវិហារគ្មានអ្វីមានតម្លៃជាងការចែករំលែកនិងការហុចដៃជួយកុមារដែលត្រូវការភាពកក់ក្ដៅនោះឡើយជាក់ស្ដែងលោកឧត្តមសេនីយ៍ត្រីកងសកុនមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារបាននាំយកនៅអំណោយនិងថវិកាផ្ទាល់ខ្លួនមួយចំនួនទៅប្រគល់ជូនដល់ដៃក្មួយៗក្នុងមណ្ឌលកុមារកំព្រាដោយផ្ទាល់កាលពីព្រឹកថ្ងៃទី3ខែកក្កដាឆ្នាំ2026ស្ថិតនៅមណ្ឌលកុមារកំព្រាខេត្តព្រះវិហាររាល់ស្នាមញញឹមនិងក្តីសង្ឃឹមរបស់កុមារនៅក្នុងថ្ងៃនេះគឺកើតចេញពីទឹកចិត្តសប្បុរសធម៌និងការគិតគូរប្រកបដោយភាពមេត្តាធម៌របស់មេបញ្ជាការផ្ទាល់និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មានប្រសាសន៍ក្នុងឱកាសនោះឧត្តមសេនីយ៍ត្រីកងសកុនបានសម្ដែងនូវក្តីស្រឡាញ់ចេញពីបេះដូងនិងបានពំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជូនដល់ក្មួយកុមារកំព្រាទាំងអស់លោកមេបញ្ជាការក៏បានមានប្រសាសន៍លើកទឹកចិត្តដល់ក្មួយឲ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រស្ដាប់បង្គាប់លោកគ្រូអ្នកគ្រូដែលជាអ្នកថែទាំដើម្បីក្លាយជាកូនល្អសិស្សល្អនិងជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់សង្គមជាតិទៅថ្ងៃអនាគតទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយក៏មិនត្រូវបោះបង់ក្តីសង្ឃឹមឡើយលោកមេបញ្ជាការក៏បានបញ្ជាក់ថាកងរាជអាវុធហត្ថខេត្តមិនត្រឹមតែមានភារកិច្ចការពារសន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋនោះទេប៉ុន្តែការងារមនុស្សធម៌និងការជួយសង្គ្រោះប្រជាពលរដ្ឋក៏ដូចជាកុមារដែលជួបការលំបាកគឺជាបេសកកម្មដ៏សំខាន់មួយដែលកងរាជអាវុធហត្ថខេត្តនឹងបន្តធ្វើដរាបណាមានឱកាសដើម្បីរួមចំណែកផ្ដល់ភាពកក់ក្ដៅនិងក្តីសង្ឃឹមដល់ពួកគេជានិច្ចសូមបញ្ជាក់ផងដែរថាអំណោយដែលមេបញ្ជាការបាននាំយកមករួមមានទឹកបរិសុទ្ធទឹកសណ្ដែកនំសម្រន់និងថវិកាផ្ទាល់ខ្លួនមួយចំនួនទៀត